ឆ្ងាយដូចមេឃខ្ញុំទៅមិនដល់ទេជីវិតលំបាកណាស់មិនចង់រស់ឲ្យយូរទេតែធ្វើការគុំទក់ខ្យល់ក៏សក់ចូលដែរអាពូម៉ាអានោះឌឺគុំទុកចាំស្អែកស្ដាប់លោកអើយនិយាយពីពលពតរៀបបញ្ជូនក្មេងទៅធ្វើការមិនឲ្យរៀនសូត្របនខ្មោចគ្មានស្មូតជប់លៀងគ្មានតន្ត្រីខ្ញុំសួរគាត់ថាចប់គេបានអីឆៃហត់ទៅទឹកបបដើម្បីយកធម្មពលឬក្នុងជីវិតមួយដែលអង្គការបានផ្ដល់ហើយកុំឆ្ងល់មិនសម្បូរមនុស្សស្លាប់ឲ្យរស់យូរយ៉ាងម៉េចបើគ្នាមកតបអង្គមកក្តៅឆ្ងាយដូចមេឃខ្ញុំទៅមិនដល់ទេជីវិតលំបាកណាស់មិនចង់រស់ឲ្យយូរទេតែធ្វើការគុំទក់ខ្យល់ក៏សក់ចូលដែរអាពូម៉ាអានោះឌឺគុំទុកចាំស្អែកឆ្ងាយដូចមេឃខ្ញុំទៅមិនដល់ទេជីវិតលំបាកណាស់មិនចង់រស់ឲ្យយូរទេតែធ្វើការគុំទក់ខ្យល់ក៏សក់ចូលដែរអាពូម៉ាអានោះឌឺគុំទុកចាំស្អែកស្ដាប់លោកអើយនិយាយពីពលពតរៀបបញ្ជូនក្មេងទៅធ្វើការមិនឲ្យរៀនសូត្របនខ្មោចគ្មានស្មូតជប់លៀងគ្មានតន្ត្រីខ្ញុំសួរគាត់ថាចប់គេបានអីឆៃហត់ទៅទឹកបបដើម្បីយកធម្មពលឬក្នុងជីវិតមួយដែលអង្គការបានផ្ដល់ហើយកុំឆ្ងល់មិនសម្បូរមនុស្សស្លាប់ឲ្យរស់យូរយ៉ាងម៉េចបើគ្នាមកតបអង្គមកក្តៅឆ្ងាយដូចមេឃខ្ញុំទៅមិនដល់ទេជីវិតលំបាកណាស់មិនចង់រស់ឲ្យយូរទេតែធ្វើការគុំទក់ខ្យល់ក៏សក់ចូលដែរអាពូម៉ាអានោះឌឺគុំទុកចាំស្អែកឆ្ងាយដូចមេឃខ្ញុំទៅមិនដល់ទេជីវិតលំបាកណាស់មិនចង់រស់ឲ្យយូរទេតែធ្វើការគុំទក់ខ្យល់ក៏សក់ចូលដែរអាពូម៉ាអានោះឌឺគុំទុកចាំស្អែកស្ដាប់លោកអើយនិយាយពីពលពតរៀបបញ្ជូនក្មេងទៅធ្វើការមិនឲ្យរៀនសូត្របនខ្មោចគ្មានស្មូតជប់លៀងគ្មានតន្ត្រីខ្ញុំសួរគាត់ថាចប់គេបានអីឆៃហត់ទៅទឹកបបដើម្បីយកធម្មពលឬក្នុងជីវិតមួយដែលអង្គការបានផ្ដល់ហើយកុំឆ្ងល់មិនសម្បូរមនុស្សស្លាប់ឲ្យរស់យូរយ៉ាងម៉េចបើគ្នាមកតបអង្គមកក្តៅឆ្ងាយដូចមេឃខ្ញុំទៅមិនដល់ទេជីវិតលំបាកណាស់មិនចង់រស់ឲ្យយូរទេតែធ្វើការគុំទក់ខ្យល់ក៏សក់ចូលដែរអាពូម៉ាអានោះឌឺគុំទុកចាំស្អែក